គ្រូយកសម្ភារៈទៅវាតម្លៃគុំគិតថាជាប់ឬក៏មិនជាប់ជូនពរអ្នកគ្រូជាប់ណាគ្រូកិច្ចសន្យាឆ្នាំណាក៏ដូចឆ្នាំណាដែរភ័យរលើគ្រូកិច្ចសន្យាដូចគ្នាបានយល់ថ្មិចបើកចប់ឆ្នាំសិក្សាដល់ថ្ងៃវាតម្លៃការងារទៀតបាត់មួយឆ្នាំទៅមួយឆ្នាំលឿនមែនតើគ្រូក្របខ័ណ្ឌប្រឡងជាប់ហើយចូលរៀនគ្រូកសល2ឬ4ឆ្នាំចូលទៅរៀនជាប់រហូតដល់អាយុចូលនិវត្តន៍របស់គាត់ប៉ុន្តែគ្រូកិច្ចសន្យាពេលដែលជាប់មួយឆ្នាំត្រូវវាតម្លៃការងារម្ដងហើយមានអាណត្តិត្រឹមតែមួយឆ្នាំទេខ្ញុំឆ្នាំណាក៏ដូចឆ្នាំណាដែរភ័យរាល់លើខ្លាចបាត់បង់ការងារខ្ញុំក៏ចង់ចែករំលែកពីការរៀបចំសម្ភារៈដើម្បីឲ្យគណៈកម្មការស្រួលពិនិត្យអត់ធ្វើឲ្យគាត់មួម៉ៅបើយើងដាក់សម្ភារៈច្បល់ចូលគ្នាទោះបីជាមួយមុខវិជ្ជាក៏ដោយក៏គាត់អត់មានអារម្មណ៍ចង់មើលដែរត្រូវបំបែកជាផ្នែកឲ្យហើយក៏ត្រូវចាំខ្លួនឯងដែរថាបានពាក្យឬក៏បានលេខយើងដាក់នៅក្នុងប្រអប់ណារូបភាពយើងដាក់នៅក្នុងប្រអប់ណាពេលដែលគាត់សួរយើងលើកមកបង្ហាញគាត់ត្រឹមត្រូវតាមលំដាប់លំដោយពិសេសតារាងទាំង4ព្រោះមួយឆ្នាំសិក្សាមានរយៈពេល10ខែក្នុងខែនីមួយៗយើងត្រូវធ្វើលំដាប់បន្ទុកឲ្យសិស្សមានច្រើនសន្លឹកអញ្ចឹងយើងគួរតែព្រានក្បាលកັບដាក់ឲ្យហើយពេលដែលគាត់សួរយើងលើកមកក្បាលមកលឿនហើយក៏ងាយស្រួលសម្រាប់យើងដែរប្រសើរជាងបល់ចូលគ្នាឲ្យលើកទៅបង្ហាញគាត់សភើកិច្ចតែងការវិញបងលេខរៀងតាមកិច្ចតែងការយើងឲ្យហើយសម្ភារៈវាតម្លៃមិនថាអ្វីក៏ដោយតូចឬក៏ធំឲ្យតែពាក់ព័ន្ធនឹងការបរិញ្ញាបត្ររបស់យើងដាក់ឲ្យកម្មការត្រួតពិនិត្យទាំងអស់ព្រោះក៏ជាចំណែកដែលផ្ដល់បន្ទុកឲ្យយើងបានថែមមកកម្រិតទៀតដែរម្យ៉ាងទៀតការរៀបចំបានស្អាតតាមផ្នែកតាមមុខវិជ្ជាផ្ដល់ភាពងាយស្រួលដល់យើងព្រោះពេលទៅដល់មុខគណៈកម្មការភ័យបេះដូងលោតញាប់អត់ដឹងថារបស់ណានៅកន្លែងណាទេរៀបចំឲ្យបានមុនមួយថ្ងៃមុនយកទៅវាយតម្លៃខ្ញុំរវល់ខ្លាំងពេកឲ្យបានរៀបចំទុកមុនយប់ឡើងបានរៀបចំព្រឹកឡើងយកចេញទៅតែម្ដងមុនចេញទៅខ្ញុំងូតទឹកសម្អាតសក់ជាមួយសាប៊ូក្លិនជាមុនសិនដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយសាប៊ូក្លិនមិនត្រឹមតែក្លិនក៏អូបឈ្ងុយទេថែមទាំងធ្វើឲ្យសក់យើងដុះក្រាស់រឹងមាំហើយមានសុខភាពល្អព្រោះផ្សំឡើងពីវីតាមីន E និង B5 កក់ឲ្យបន្ទន់ជាមួយក្រែមបន្ទន់កាន់តែធ្វើឲ្យសក់យើងភ្លឺរលោងទន់ដូចទៅសាយសូត្រអញ្ចឹងក្លិនផលិតនៅក្នុងប្រទេសកម្ពុជាយើងនឹងដែលមានរូបមន្តមកពីប្រទេសកូរ៉េប្រើសាប៊ូក្លិនបានសក់ស្អាតហើយជួយគ្រប់គ្រងផលិតផលខ្មែរយើងទៀតកក់សក់ឲ្យរៀបចំរួចឥឡូវខ្ញុំចេញទៅវាតម្លៃការងាររបស់ខ្ញុំសិនហើយលទ្ធផលបែបណាមានតែចាំមើលទាំងអស់គ្នាអរគុណច្រើនបាយបាយ